សួស្តីប្រិយមិត្តដែលនិយមគាំទ្រ Channel ESP Education ក៏ដូចបងប្អូនសិស្សានុសិស្សនិស្សិតដែលតែងតែគាំទ្រពាក់ព័ន្ធទៅនឹងធានបទរបស់ ESP Education របស់អ្នកគ្រូនៅថ្ងៃនេះដែរជាមួយនឹង ESP Education នឹងធ្វើការបង្ហាញបងប្អូនពាក់ព័ន្ធទៅនឹងកម្មវិធីសរសេរកូដហើយនៅវីដេអូភាគ1នេះអ្នកគ្រូនឹងបង្ហាញពាក់ព័ន្ធទៅនឹងការដំឡើងកម្មវិធីដែលកម្មវិធីនោះអ្នកគ្រូនឹងជ្រើសរើសកម្មវិធីដែលងាយនិងជាកម្មវិធីមូលដ្ឋានសម្រាប់បងប្អូនក៏ដូចជាសិស្សានុសិស្សនិស្សិតដែលមានបំណងចង់សិក្សាស្វែងយល់ពីកម្មវិធីកូដដើម្បីឈានទៅខ្លាយជាគេហៅថាពលរដ្ឋ digital ណាអញ្ចឹងយើងរៀនកម្មវិធី basic ដែលចេញពីកម្មវិធី Python អូខេអញ្ចឹងកម្មវិធី Python នេះគឺយើងអាចទាញចេញពី website ផងដែរអញ្ចឹងមុននឹងចាប់ផ្ដើមនៅក្នុងខ្លឹមសារមេរៀននេះសូមបងប្អូនជួយចុច subscribe និងជាកណ្ដឹង Channel ESP Education ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតអូខេអញ្ចឹងដើម្បីទាញកម្មវិធី Python ហ្នឹងអ្នកនរគ្នាត្រូវប្រកាសថា computer របស់យើងគឺមាន internet ឬក៏ Wi-Fi ផងដែរណាហើយការសេកូដនោះភាគច្រើនគឺយើងត្រូវការប្រើ internet ផងដែរអូខេអញ្ចឹងអ្នកគ្រូសូមណែនាំតាក់ទងទៅនឹង website ទាញគឺអ្នកនរគ្នាចុចទៅលើកម្មវិធីដែលវាយមានន័យថាចូលទៅក្នុងជ្រោមរបស់យើងវាយដំណើរភ្ជាប់ Python ចាដូចនៅក្នុងរូបនេះទៅ .org ចាគឺ python.org នេះគឺជាគេហទំព័រពាក់ព័ន្ធទៅនឹងកម្មវិធី Python អញ្ចឹងយើងអាចចុចប៊ូតុង download នេះចាឲ្យវាបង្ហាញមកអញ្ចឹងនៅពេលដែលវាបង្ហាញហើយយើងអាចជ្រើសរើសនេះអញ្ចឹងវាមានប្រភេទពេលយើងចុច download វាបង្ហាញបែបនេះណាអញ្ចឹងអ្នកនរគ្នាកលេចមើលឡើងនេះណាអញ្ចឹងយើងមានកម្មវិធី Python ជាច្រើនសម្រាប់ប្រភេទ Mac Linux ផ្សេងៗអញ្ចឹងយើងជ្រើសរើសកន្លែង Windows សម្រាប់ computer របស់យើងហើយនៅក្នុងនេះគឺយើងមានតាក់ទងទៅនឹង Python version ជាច្រើនសម្រាប់អ្នកគ្រូយកការពិតជាទូទៅយើងគួរតែប្រើ version ខ្ពស់បំផុតអញ្ចឹងណាចាហើយសម្រាប់អ្នកគ្រូចាប់អារម្មណ៍ទៅលើកម្មវិធីអ្នកគ្រូអត់សូវចូលចិត្តប្រើកម្មវិធី version ខ្ពស់ទេដោយសារតែ version ខ្ពស់វាស៊ី space ធំដែរអញ្ចឹងអ្នកគ្រូសូមទាញយក version នេះទាបល្មមសម្រាប់ប្រើប្រាស់ចាក៏ដូចជាដំឡើងឲ្យអ្នកនរគ្នាអាចទាញឲ្យធំទៅចាព្រោះអ្នកគ្រូមានកុំព្យូទ័រអ្នកគ្រូក៏មានកម្មវិធីច្រើនអញ្ចឹងអ្នកគ្រូសូមយកប្រភេទ version 10.4 អីចឹងទៅចាអញ្ចឹងដើម្បីទាញយកបានយើងជ្រើសរើសយើងត្រូវស្គាល់ប្រភេទ computer របស់ខ្លួនឯងថា computer ខ្លួនឯងជាប្រភេទអីអញ្ចឹង computer អ្នកគ្រូគឺជាប្រភេទ64 bit ចាអញ្ចឹងអ្នកគ្រូចុចទាញវាយកតែម្ដងអញ្ចឹងអ្នកគ្រូចុចយក Python 3.10.4 នេះទៅហើយយក download ចាចុចកន្លែង link ហ្នឹងទៅអញ្ចឹងវានឹងបង្ហាញតាក់ទងការទាញ download យើងចានៅទីនេះចាហ្នឹងហើយអញ្ចឹងយើងនេះហើយមុននេះគឺអ្នកគ្រូទាញ version 10.3 ដែរណាអញ្ចឹងឥឡូវអ្នកគ្រូយើងប្រើមួយណាក៏បានអ្នកនរគ្នាអាចទាញដូចអ្នកគ្រូក៏បានឬក៏យកប្រភេទ version ទាបក៏បានsetអ្នកនរគ្នាទៅសម្រាប់computer របស់យើងប៉ុន្តែជាទូទៅយើងគួរតែប្រើប្រភេទ version ខ្ពស់ណាអញ្ចឹង version ខ្ពស់នេះ version ចុងក្រោយអញ្ចឹងទៅណាអញ្ចឹងអ្នកគ្រូយក version 10ចុះអូខេអញ្ចឹងបន្តមកទៀតអ្នកគ្រូសូមចូលមកក្នុងនេះដោយសារអ្នកគ្រូមានពាក់ព័ន្ធទៅនឹងកម្មវិធី Python file វាជាការស្រេចទៅហើយចឹងអ្នកគ្រូដំឡើងតែម្ដងប៉ុន្តែមិញអ្នកគ្រូទាញ version 3.10.4 ឥឡូវអ្នកគ្រូយក 3.10.3 ក៏បានដែរណាអញ្ចឹងអ្នកនរគ្នាឆ្លាញ់មួយណាយកមួយនឹងទៅអូខេអញ្ចឹងអ្នកគ្រូចុចមកស្ដាំលើវាហើយយកពាក្យ run as administrator ហើយពេលដំឡើងនោះអ្នកនរគ្នាមានអ៊ីនធឺណិតទៅណាភ្ជាប់អ៊ីនធឺណិតផងចាយើងចុច yes មកហើយកន្លែងនេះយើងយកប៊ូតុង add Python 3010 to part មកហើយកន្លែងនេះវាមាន option 2 install now ហើយ custom my installation អញ្ចឹងប្រភេទ install now នោះយើង install ទៅវាមានយើងតាក់ទងទៅនឹង default របស់គេឲ្យហើយនឹង customize installation បើសិនជាយើងចង់កំណត់យក option ប្រើប្រាស់មួយចំនួនឬក៏មិនចង់ប្រើប្រាស់ទាំងអស់អញ្ចឹងទៅអានេះយើងគេចង់ជា default អញ្ចឹងអ្នកគ្រូយកប្រភេទ install now អញ្ចឹងរងចាំឲ្យវាដំណើរការឲ្យបានចប់សពគ្រប់ទៅអញ្ចឹងយើងអាចប្រើប្រាស់បានចឹងកម្មវិធី Python គឺវាងាយស្រួលប្រើប្រាស់ហើយសម្រាប់ការសេកូដចាសម្រាប់បងប្អូនដែលចង់សិក្សាលក្ខណៈ basic អីយើងយក Python ទៅវាស្រួលប្រើប្រាស់តែម្ដងហើយយើងអាចទាញកម្មវិធីមួយចំនួនទៀតដើម្បីឲ្យកម្មវិធីយើងកាន់តែងាយស្រួលប្រើប្រាស់មានន័យថា Python ហ្នឹងគឺវាមានកម្រិតមានន័យថាកម្រិតរបស់វាហ្នឹង
ការសរសេរកូដរបស់វារៀងលក្ខណៈតូចហើយមានការសរសេរកូដហ្នឹងគឺតម្រូវឲ្យយើងត្រូវចាំកូដអញ្ចឹងយើងអាចប្រើកម្មវិធី support មួយចំនួនទៀតតាក់ទងទៅនឹងកម្មវិធី IDE ចានេះពេលដែលយើងបានផ្ទាំងនេះយើងចុច close ចាហើយប្រភេទកម្មវិធី IDE ដែលអ្នកគ្រូសុំណែនាំនោះគឺមានកម្មវិធី Pcham ហើយអ្នកខ្លះក៏អាចប្រើជា Visual Studio ក៏បានដែរណាអូខេអញ្ចឹងឥឡូវយើងមកប្រើ Python សិនអញ្ចឹងអ្នកគ្រូដំឡើងរួចហើយអញ្ចឹងការប្រើប្រាស់អ្នកនរគ្នាចុចកន្លែង search របស់យើងឬក៏ប្រភេទ window key មកដើម្បីទទួលបានការស្គាល់ហើយយើងជ្រើសរើសនេះ IDLE Python ណាពេលយើងប្រើប្រាស់ចុចលើវាមកអញ្ចឹងនៅពេលដែលយើងដំឡើងរួចរាល់គឺកម្មវិធី Python មានទម្រង់បែបនេះចាគឺមានទម្រង់បែបនេះទាំងអស់គ្នាចាអូខេអញ្ចឹងនេះវាស្រួលមែនទែនអូខេអញ្ចឹងនេះអញ្ចឹងពេលដែលយើងអ្នកគ្រូឲ្យបង្ហាញបែបនេះហើយអញ្ចឹងអ្នកនរគ្នាអាចមើលឲ្យបានធំចេះទៅចាគឺទម្រង់ IDLE cell របស់ Python គឺបែបនេះចាអូខេអញ្ចឹងនេះអញ្ចឹងអ្នកគ្រូអត់សរសេរកូដនៅក្នុងនឹងផ្ទាល់ទេអញ្ចឹងអ្នកគ្រូចុចប៊ូតុង file ណាហើយយើងបង្កើត new មួយទៅសំទោស new file មកដើម្បីសរសេរកូដហើយវា run នៅក្នុងIDLE cell ណាអញ្ចឹងយក file new file មកចាបន្ទាប់មកយើងមក write code